ព្រឹកព្រលឹមស្រាងៗនៅក្បែរបឹងទន្លេសាបមានក្មេងប្រុសម្នាក់ឈ្មោះពិសីម្ដាយរបស់គេបានធ្លាក់ខ្លួនឈឺទោះបីជាបេះដូងពោពេញបើក្តីបារម្ភក៏ដោយពិសីត្រូវតែចេញទៅរកត្រីគេសន្យាក្នុងចិត្តថានឹងរកអ្វីដែលល្អបំផុតមកព្យាបាលម្ដាយរបស់គេពិសីបានចែវទូកទុយរបស់ខ្លួនទៅកណ្ដាលបឹងគេបានបងសំណាញ់ជាច្រើនលើកច្រើនសាររហូតដល់សំណាញ់មួយរំកិលធ្ងន់ប៉ុន្តែអ្វីដែលគេចាប់បានគឺជាត្រីតូចមួយដែលមានស្រកាភ្លឺផ្លេកដូចមាសត្រីតូចពេកមិនអាចធ្វើជាចំណីអាហារបានឡើយពិសីក៏នឹកឃើញពាក្យជីដូនដែលតែងនិយាយថាការមានចិត្តមេត្តានឹងនាំមកនូវសំណាងល្អទោះបីជាត្រូវការត្រីក៏ដោយពិសីសម្រេចចិត្តលែងត្រីដ៏ស្រស់ស្អាតនោះទៅក្នុងទឹកបឹងវិញថ្ងៃបន្ទាប់ពិសីក៏ចេញទៅបង់សំណាញ់ដោយធម្មតារំពេកនោះត្រីតូចពណ៌មាសក៏បានហែលត្រឡប់មកវិញប៉ុន្តែលើកនេះវាមិនមែនមកតែឯងទេត្រីសំណាងបាននាំហ្វូងត្រីធំមកតាមពីក្រោយហែលកាត់មុខទូករបស់ពិសីហ្វូងត្រីបានដឹកនាំពិសីតាមដងព្រែកលាក់កំបាំងមួយទីបំផុតគេបានទៅដល់វាលផ្កាឈូកមួយកន្លែងដែលមានផ្កាឈូកធំពណ៌មាសពណ៌ខៀវនិងពណ៌ស្វាយពិសីមិនដែលឃើញផ្កាឈូកដ៏ស្រស់ស្អាតនិងប្លែកបែបនេះពីមុនមកទេពិសីបានដឹងថាផ្កាឈូកទាំងនេះគឺពិសេសគេបានប្រមូលផ្កាឈូកដោយការប្រុងប្រយ័ត្នបំផុតហើយដាក់វានៅក្នុងកន្ត្រកគេសង្ឃឹមថាភាពស្រស់ស្អាតនិងភាពប្លែករបស់ផ្កានេះនឹងអាចជួយម្ដាយរបស់គេបានពិសីបានប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះវិញទាំងបារម្ភពីម្ដាយរបស់ខ្លួនគេបានយកផ្កាឈូកពណ៌មាសដែលមានតំណក់ទឹកសន្សើមភ្លឺចាំងទៅដាក់ក្បែរមុខម្ដាយភ្លាមនោះម្ដាយរបស់គេក៏ហាក់មានកម្លាំងឡើងវិញតំណក់ទឹកសន្សើមនោះបានផ្ដល់កម្លាំងដល់ម្ដាយពិសីម្ដាយបានប្រាប់ពិសីថារឿងដែលសំខាន់បំផុតគឺគ្រាប់ផ្កាឈូកដ៏កម្រនេះទេតើគ្រាប់ផ្កាឈូកទាំងនោះអាចព្យាបាលជំងឺបានយ៉ាងពិតប្រាកដដោយសារក្តីមេត្តារបស់ពិសីម្ដាយរបស់គេក៏បានជាសះស្បើយទាំងស្រុងប៉ុន្តែពិសីនិងម្ដាយមិនបានរក្សាគ្រាប់ពូជដ៏មានតម្លៃនេះទុកតែឯងឡើយពួកគេបានចែករំលែកគ្រាប់ផ្កាឈូកដ៏កម្រនោះដល់អ្នកភូមិទាំងអស់គ្នាពិសីបានដឹងថាការសម្រេចចិត្តដោយក្តីអាណិតអាសូរនៅថ្ងៃនោះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតសេចក្តីសម្បុរស័ក្តិមិនដែលបាត់បង់ទេតែតែនាំមកនូវរង្វាន់ដ៏អស្ចារ្យដែលមិននឹកស្មានដល់ការចែករំលែកនាំមកនូវលទ្ធផលល្អប្រសើរ